ពេលខ្លះធ្វើល្អមិនចាំឲ្យតតែមានអ្នកដឹងឬក៏មានអ្នកមើលឃើញនៅទង្វើរបស់យើងទើបយើងអាចធ្វើវាបានឲ្យសប្បាយចិត្តទេសេចក្តីល្អរបស់មនុស្សយើងគឺការចេញពីក្នុងចិត្តមិនមែនតែសកម្មភាពនៅខាងក្រៅដើម្បីឲ្យគេឃើញតែមួយផ្លែតតែប៉ុណ្្នឹងទេកុំចាំតតែមានអ្នកសរសើរយើងទើបយើងខំធ្វើល្អកុំចាំតតែមានអ្នកមើលឃើញទើបខំធ្វើហើយកុំចាំតែមានផលប្រយោជន៍ទើបយើងធ្វើវាបានបើសិនជាយើងមានទឹកចិត្តមួយល្អមែនណាទោះបីជាគ្មានអ្នកមើលឃើញនឹងទង្វើរបស់យើងគ្មានអ្នកដឹងឮក៏យើងនៅតែសប្បាយចិត្តព្រោះអីវាបានកើតចេញពីចិត្តហើយយើងបានធ្វើវាដើម្បីខ្លួនឯងធ្វើវាដើម្បីអ្នកដែលត្រូវការវាពិតប្រាកដអញ្ចឹងហើយថ្ងៃក្រោយកុំចាំរំពឹងការកោតសរសើរឬក៏ការទទួលស្គាល់ពីអ្នកណាម្នាក់អីត្រូវធ្វើល្អក៏ធ្វើចោះហើយកុំចាំបាច់គិតថាគេដឹងគុណយើងឬក៏មិនដឹងគុណព្រោះអំពើល្អរបស់យើងបានធ្វើរួចហើយយើងរត់តែមិនចង់បានការតបស្នងសងគុណពីអ្នកណាម្នាក់មកវិញដូចគ្នាសូមត្រឹមតែថ្ងៃមុខអាចជួបមនុស្សល្អៗរឿងរ៉ាវល្អៗនៅក្នុងជីវិតទៅគឺជារឿងមួយដែលគ្រប់គ្រាន់ហើយ